ជាដំបូងសូមគោរពជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះសុវិស័យមកពីថ្នាក់កហើយថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយដែលបញ្យល់អំពីមេរៀនទី3ការវិតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញាអញ្ចឹងមេរៀនរបស់យើងគឺមានវត្ថុបំណងចំនួន4ទី1គឺប្រាប់ប្រភេទតេស្តផ្សេងៗបានត្រឹមត្រូវទី2គឺអនុវត្តការសួរសំណួរដើម្បីឆ្លើយតាមកម្រិតរបស់ Bloom Taxonomy ផ្នែកចំណេះដឹងនិងជ្រើសរើសការធ្វើតេស្តដែលសមស្របជាមួយនឹងកម្រិត Bloom Taxonomy នៅក្នុងការបង្កើតតេស្តរបស់ខ្លួននិងទី4គឺកំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាអញ្ចឹងមាតិការបស់ពួកខ្ញុំគឺមានចំនួន4ទី1គឺសេចក្តីផ្ដើមទី2គឺវិធីឬក៏ប្រភេទវិតម្លៃនៅក្នុងគណៈរៀនទី3គឺប្រភេទនិងនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិនិងទី4គឺលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកពេលមួយសិក្សាអញ្ចឹងសេចក្តីផ្ដើមរបស់យើងគេថាតើការវិតម្លៃដែលរំពឹងទុកនឹងគឺចាប់ផ្ដើមជាមួយនឹងការបរិញ្ញាច្បាស់នៅសម្បទាសិក្សារំពឹងទុករបស់សិស្សហើយសម្បទាដែលចង់បាននឹងមានលក្ខណៈលទ្ធផល2គឺការសិក្សារបស់សិស្សនិងពីប្រយោគច្បាស់នៃលទ្ធផលរំពឹងទុកដូចជាគោលបំណងវត្ថុបំណងស្តង់ដារឬអ្វីដែលសិស្សគួរដឹងនិងអាចធ្វើបានចេញពីចំណេះដឹងនោះ1.1គឺការពិនិត្យឡើងវិញនៅអត្តពលដែលជាលើការសិក្សារបស់សិស្សនិងការវិតម្លៃអញ្ចឹងអ្នកផលិតគោលនយោបាយយល់ច្បាស់ហើយថាដើម្បីទទួលបានជោគជ័យនៅក្នុងសាកលវិទ្យាល័យនិងកន្លែងធ្វើការសិស្សកូនសិស្សត្រូវតែមានត្រៀមខ្លួនជាស្រេចដើម្បីបំណិនផ្សេងទី2គឺជាចរិយាសម្បទាលើពីចំណេះដឹងឯកទេសគេមានសំណួរមួយសួរថាតើគោលដៅការអប់រំនិងគោលដៅគោលបំណងការអប់រំវត្ថុបំណងការអប់រំហ្នឹងគឺដូចគ្នាឬក៏ខុសគ្នាដូចម្ដេចអញ្ចឹងនេះគឺជាយ៉ាក្រាមនៃវត្ថុបំណងគោលបំណងនិងគោលការណ៍នៃការអប់រំអញ្ចឹងផ្នែកសំខាន់នៅក្នុងការអប់រំគឺជាវត្ថុបំណងនៃការអប់រំហើយផ្នែកបន្ទាប់ប្រភេទហ្នឹងគឺគោលបំណងនៃការអប់រំនិងផ្នែកខាងក្រៅគេគឺគោលដៅនៃការអប់រំអញ្ចឹងទាំង3ហ្នឹងសុទ្ធតែសំខាន់នៅក្នុងការអប់រំដូចគ្នាអញ្ចឹង1.2គឺលទ្ធផលសិក្សាអញ្ចឹងការកំណត់នៅលក្ខណៈវិនិច្ឆ័យត្រូវបានប្រើប្រាស់ទៅលើ4សំខាន់ទី1គឺជ្រើសរើសសម្ភារៈឧបទេសទី2គឺពង្រាយឬក៏គ្រោងខ្លឹមសារមេរៀនទី3គឺអភិវឌ្ឍដំណើរការបង្រៀននិងរៀននិងទី4គឺរៀបចំតែនឹងការប្រឡងហើយលទ្ធផលសិក្សារំពឹងទុកនេះគឺមានច្រើននៅក្នុងនោះទី1គឺកំណត់នៅលទ្ធផលសិក្សាគោលបំណងសិក្សាវត្ថុបំណងសិក្សាស្តង់ដារការរំពឹងទុកលក្ខណៈវិនិច្ឆ័យនិងលទ្ធផលសិក្សារំពឹងទុកពេលមួយសិក្សានេះគឺជាតំណែងតំណងរវាងគោលដៅអប់រំវត្ថុបំណងទូទៅនិងលទ្ធផលសិក្សារំពឹងទុកពេលមួយសិក្សាអញ្ចឹងគោលដៅនៃការគោលបំណងក្នុងការអប់រំគឺមានចំនួន3គឺចរិយាឬក៏អិរិយាបថពុទ្ធិឬក៏ចំណេះដឹងចរិយាឬការបង្ហាញចេញអញ្ចឹងទាំង3ហ្នឹងនឹងស្ដែងចេញនៅតាមរយៈការតេស្តស្តង់ដារគេហៅថាវត្ថុបំណងទូទៅហើយតេស្តស្តង់ដារនោះនឹងឲ្យផលទៅជាលទ្ធផលរំពឹងទុកនៅក្នុងពេលមួយសិក្សា1.3គឺគោលបំណងការអប់រំដែលហៅថា educational goal គឺជាប្រយោគទូទៅអំពីលទ្ធផលសិក្សារបស់សិស្សដែលចង់បានក្រោយរៀនចប់តាមកម្រិតសិក្សានេះគឺជាទាំងអស់ខ្លះនៃគោលបំណងនៃការអប់រំទី1គឺយល់នៅតម្លៃចំណេះដឹងវិទ្យាសាស្ត្រទី2រៀនគិតនិងសិក្សាដោយឯករាជ្យទី3គឺក្លាយជាពលរដ្ឋល្អនិងទី4លើកកម្ពស់បំណិនតំណែងតំណងជាដើមអញ្ចឹងចំពោះស្តង់ដាររបស់យើងគឺជាប្រយោគអំពីអ្វីដែលសិស្សគួរដឹងនិងអ្វីដែលសិស្សបានធ្វើនៅក្នុងខ្លឹមសារមេរៀនតាមកម្រិតថ្នាក់ហើយនេះគឺជាឧទាហរណ៍ចំនួន4ទៅលើលទ្ធផលនៃតេស្តស្តង់ដាររបស់យើងទី1គឺសិស្សនឹងបង្ហាញការយល់នៃរដ្ឋធម្មនុញ្ញគេហៅ content ទី2គឺសិស្សបញ្យល់ដោយការសរសេរពីកថាខណ្ឌស្ដីពីអ្វីដែលអាចធ្វើឲ្យវត្ថុលិចឬក៏អណ្ដែតគេហៅថា fragment ទី3
គឺសិស្សអនុវត្តចំណេះដឹងនៅតំណែងពាក្យថា developmental នៅទី4គឺសិស្សនឹងស្វែងយល់ថាតើវត្ថុអាចក្លាយជាដុំម៉ាស់ឬក៏វត្ថុរាវអូស្មန်ជាដើមអញ្ចឹងវត្ថុបំណងនៃការអប់រំគេហៅថា educational objective គឺជាប្រយោគនៃការអនុវត្តជាក់ស្ដែងដែលគួរត្រូវបានបង្ហាញនៅក្នុងចុងមេរៀននីមួយៗហើយវត្ថុបំណងនៃការអប់រំនៅទីនេះគឺមានន័យដូចវត្ថុបំណងបង្រៀននឹងរៀនដែរហើយសំដៅទៅលើលទ្ធផលសិក្សារបស់ដែលចង់បានហើយខាងក្រោមគឺជាលទ្ធផលរំពឹងទុកដែលស្ដែងចេញអំពីវត្ថុបំណងនៃការអប់រំនោះឯងទី1គឺសង្ខេបគំនិតសំខាន់នៃអត្ថបទអានទី2គឺសរសេរចំណងជើងនៃអត្ថបទអានទី3គឺបញ្ចូលដំណើរការរស្មីសំយោគជាដើម1.6គេមានសំណួរមួយសួរថាតើវត្ថុបំណងនៃការបង្រៀននឹងជាអ្វីវត្ថុបំណងនៃការបង្រៀនឬក៏ instructional objective គឺជាលទ្ធផលសិក្សារំពឹងទុកឬក៏ជាសមត្ថភាពរបស់អ្នកសិក្សាដែលទទួលបានពីការបង្រៀនហើយត្រូវបានបញ្ជាក់នៅក្នុងវិធីមួយដែលអាចសង្កេតនឹងការនឹងអាចវាស់វែងបាន1.7 គឺការវិតម្លៃដែលមានចម្លើយតែមួយជាក់លាក់ជាអ្វីអញ្ចឹងការវិតម្លៃសិក្សាដែលមានចម្លើយជាក់លាក់ឬក៏ learning objective assessment គឺជាមធ្យោបាយនៃការវាស់វែងដោយប្រើទម្រង់សំណួរជាច្រើនដើម្បីតែងនៅលទ្ធផលរំពឹងទុកឬក៏សមត្ថភាពរបស់អ្នកសិក្សាហើយទម្រង់សំណួររួមមានបំពេញចន្លោះសំណួរពហុចម្លើយសំណួរខុសត្រូវនិងសំណួរគូកងអញ្ចឹងនេះគឺជាប្រភេទសំណួរដែលជាប្រភេទនៃការវិតម្លៃនៅក្នុងការរៀនទី1គឺប្រភេទសំណួរបែបជ្រើសរើសហើយមាន4គឺទី1គឺសំណួរពហុចម្លើយដែលគេឲ្យជ្រើសរើសកខគឬខសំណួរជ្រើសរើសចេញពីចម្លើយ2ខុសត្រូវបាទទេឬក៏ពិតឬក៏មិនពិតសំណួរពហុជ្រើសរើសបែបគូកងនិងសំណួរពហុចម្លើយជ្រើសរើសតាមបែបបច្ចេកវិទ្យានិងសំណួរមួយទៀតគឺប្រភេទសំណួរបែបខ្លីៗដែលជាការបំពេញចម្លើយខ្លីបំពេញចន្លោះដាក់បំពេញពាក្យលើរូបភាពនិងបែបបង្ហាញចម្លើយជាដើមអញ្ចឹងប្រភេទនៃការវិតម្លៃហ្នឹងគឺសម្រេចបាននៅគោលបំណងដូចជាផលិតកម្មឬក៏ស្នាដៃការ product គឺការសម្រេចបាននៃការសរសេរជាកថាខណ្ឌតែសេចក្តីការងារកម្រងការតែងសេចក្តីផលបត្តិផលិតវីដេអូឃ្លីបនិងសំឡេងឬក៏ pressure ជាដើមហើយមួយទៀតគឺសម្រេចបាននៅបំណែន skill គឺការថ្លែងនៅសន្ទរកថាការបង្ហាញ demonstration ការអាន reading ការអានរឿងល្ខោនឬក៏ dramatic reading ការជជែកភាសាវិញ្ញាណឬ debate ការបង្ហាញបែបតន្ត្រីឬក៏ recital មួយទៀតគឺសម្រេចបាននៅការសួរផ្ទាល់មាត់ឬក៏ oral questioning គឺការសួរសំណួរបែបមិនផ្លូវការប្រឡងផ្ទាល់មាត់ការសម្ភាសន៍ហើយសម្រាប់បានការអង្កេតរបស់គ្រូដូចជាបែបផ្លូវការឬក៏មិនផ្លូវការហើយចុងក្រោយគឺសិស្សនឹងអាចវិតម្លៃដោយខ្លួនឯងបានដូចជាការស្ទាបស្ទង់មតិអរិយាប័ត្រកម្រងសំណួរការកំណត់អត្រាបន្ទុកផលបត្តិឬស្វ័យឆ្លុះបញ្ចាំងឬក៏វិតម្លៃបទភៈជាដើមហើយមួយនេះគឺជាកម្រិតនៃភាពប្រសើរឡើងនៃប្រភេទនៃការវិតម្លៃដែល5នេះគឺជាប្រភេទនៃការវិតម្លៃដែលខ្ពស់បំផុតហើយនិងលេខ1គឺជាប្រភេទនៃការវិតម្លៃដែលទាបបំផុតហើយលេខ4ល្អបំពោះលេខ3មធ្យមលេខ2ខ្សោយអញ្ចឹងទៅហើយចំណុចទី4គឺ Bloom taxonomy គឺផ្នែកពុទ្ធិអញ្ចឹងវត្ថុបំណងសិក្សារបស់យើងគឺគឺថាតើកិរិយាសព្ទខាងក្រោមស្ថិតនៅក្នុងកម្រិតមួយណាអញ្ចឹងរំលឹកទៅវិញគឺរំលឹកទៅលើទិសដៅរបស់ Bloom ទិសដៅរបស់ Bloom គឺមានការវិវត្តចំនួន2លើកផ្នែកឆ្នាំ1956គឺជាទិសដៅ Bloom ចាស់ហើយ2001គឺទិសដៅ Bloom ថ្មីហើយទិសដៅ Bloom ចាស់ហ្នឹងមានចំនួន6គឺ knowledge application analysis
Synthesis Evaluation ហើយ balloon ថ្មីគឺមាន4សំទោសមាន6 remember understand apply analyze evaluate ហើយនិង create អញ្ចឹងវាបែងចែកវាមានតំណែងសញ្ញាព្រួយហ្នឹងមានថាវាមានតំណែងនឹងគ្នាហើយ balloon ថ្មីហើយចាស់គឺមានការវិវត្តពីឆ្នាំហ្នឹងដល់ឆ្នាំ2001ហ្នឹងឯងនេះគឺជាគំរូសំណួររបស់ទ្រឹស្ដីរបស់តាក់សូមីថ្មីដែលស្ថិតនៅក្នុងឆ្នាំ2001ហ្នឹងគឺគេបែងចែកជា6កម្រិតទី1គឺកម្រិតចាំដែលគេអាចបង្កើតសំណួរបានតាមរយៈតើណាតើអ្វីទីកន្លែងណាជាដើមហើយនឹងកម្រិតមួយទៀតគឺកម្រិតយល់ដឹងគឺគេអាចបង្កើតសំណួរបានតាមរយៈតើអ្នកនឹងសរុបជាទូទៅឬយ៉ាងដូចម្ដេចតើអ្នកអាចសន្និដ្ឋានបានអ្វីហើយឲ្យយើងបញ្យល់អញ្ចឹងអានេះជាកម្រិតនៃការយល់មួយទៀតគឺកម្រិតនៃការអនុវត្តគឺគេអាចបង្កើតសំណួរបានតាមរយៈថាតើអ្នកនឹងបង្ហាញយ៉ាងដូចម្ដេចតើអ្នកនឹងបង្ហាញរបៀបណាឬក៏គេឲ្យយើងគូសផែនទីនៃសាច់រឿងអញ្ចឹងអានេះគឺជាកម្រិតនៃការអនុវត្តរបស់ Bloom Taxonomy ទី4គឺកម្រិតវិភាគហើយទី5គឺកម្រិតវិតម្លៃនិងទី6គឺកម្រិតការថ្មីហើយវាអាចកម្រិតទាំង3ហ្នឹងគឺស្ថិតនៅក្នុងការគិតកម្រិតខ្ពស់ឬក៏កម្រិតស៊ីជម្រៅហើយកម្រិតទី3ហ្នឹងគឺគេហៅថាការគិតកម្រិតទាបឬក៏មធ្យមហើយនឹងទី1ទី2កម្រិតចាំនិងយល់ហ្នឹងគឺស្ថិតនៅក្នុងការគិតនៅកម្រិតទាបហើយទី2ធំគឺលទ្ធផលរបស់ទឹកក្នុងការសិក្សាមួយពេលរយៈពេលខ្លីគឺ learning target អញ្ចឹង learning target របស់យើងគឺមានចំនួនមានសមាសភាពចំនួន2ទី1គឺចំណេះដឹងការយល់និងការអនុវត្តចំណេះដឹងនិងការយល់ទី2គឺការកំណត់វិនិច្ឆ័យទៅលើការអនុវត្តចំណេះដឹងនិងការយល់ហើយលក្ខណៈវិនិច្ឆ័យហ្នឹងគឺជាសមាសភាពដែលកំណត់ការវិនិច្ឆ័យដោយគ្រូបង្រៀនផ្ទាល់ទៅលើការអនុវត្តចំពោះចំណេះដឹងរបស់ការយល់របស់សិស្សច្បាស់ចំពោះអ្នកដទៃចំណុចទី3ធំគឺបង្ហាញពីលទ្ធផលសិក្សាឬក៏បន្ទុកបែបពុទ្ធិអញ្ចឹងវាមានចំនួន3ប្រភេទនៃការលទ្ធផលសិក្សាបន្ទុកបែបពុទ្ធិទី1គឺតកតងជាមួយនឹងចំណេះដឹងអញ្ចឹងលទ្ធផលចំណេះដឹងរបស់យើងគឺចង់ឲ្យសិស្សហ្នឹងចង់ចាំស្គាល់ឬក៏ចាំការពិតឬក៏ជំន័យពាក្យកលឹះបញ្ញត្តិដំណើរការឬគោលការណ៍នៃព័ត៌មានផ្សេងទៀតទី2គឺចង់ឲ្យសិស្សហ្នឹងយល់ទី3គឺចង់ឲ្យសិស្សហ្នឹងផ្ដល់ហេតុផលនៃការយល់ហ្នឹងអញ្ចឹងនេះគឺជាបំណែកចែកនៃការយល់គឺមានចំនួន2គឺការយល់ធម្មតានិងការយល់ស៊ីជម្រៅហើយការយល់ធម្មតានេះគឺស្ដែងចេញតាមរយៈសិស្សសង្កេតការយល់ដោយប្រើពាក្យខ្លួននិងប្រើប្រាស់ជំនាញដើម្បីដោះស្រាយការអនុវត្តហើយទី2នៃការយល់បែបស៊ីជម្រៅហ្នឹងមានថាគឺចង់ឲ្យសិស្សហ្នឹងដឹងអំពីចំណុចសំខាន់នៃអ្វីមួយឬក៏មួយទៀតគឺការយល់បែបស៊ីជម្រៅគឺមានថាសិស្សហ្នឹងដឹងអំពីចំណុចសំខាន់អ្វីមួយឬក៏សិស្សអ្វីអាចគិតពីអ្វីនិងប្រើប្រាស់ចំណេះដឹងក្នុងការក្នុងរបៀបថ្មីឬតាមរយៈបែបស្មុគស្មាញហើយកូនសិស្សអាចចាប់យកនៅចំណេះថ្មីនិងសារៈប្រយោជន៍នៃអ្វីមួយនិងសិស្សហ្នឹងអាចរកឃើញនិងបកស្រាយចំណេះថ្មីការកសាងនៅការបញ្យល់ស៊ីជម្រៅនិងការផ្ដល់ហេតុផលជាមួយនឹងការយល់ដឹងរបស់ពួកគេមួយទៀតគឺការផ្ដល់ហេតុផលជាងការផ្ដល់ហេតុផលគឺជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់គួរក្បាលដែលទាញយកនៅចំណេះដឹងមកប្រើប្រាស់ដើម្បីសម្រេចនៅកិច្ចការហើយកិច្ចការរបស់យើងហ្នឹងគឺសំដៅទៅលើការដោះស្រាយបញ្ហាការសម្រេចចិត្តការទាញសន្និដ្ឋាននិងការគិតប្រកបដោយភាពច្នៃប្រឌិតនិងការគិតប្រកបដោយវិចារណញាណនិងការកំណត់សមត្ថកម្មនិងការធ្វើទូរកម្មជាដើមដើម្បីសម្រេចនៅកិច្ចការខាងលើហ្នឹងគេមានធាតុ2សំខាន់ទី1គឺបំណិតប្រើប្រាស់គូក្បាលនិងទី2គឺចំណេះដឹងហើយចំណេះដឹងហ្នឹងគឺបែបអាឬនឹងបែបដំណើរការចំណុចមួយចុងក្រោយគឺលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកពេលមួយសិក្សាអញ្ចឹងតាមទ្រឹស្ដីរបស់លោក Asplice គឺមានចំនួន5ដែលគេកំណត់លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសលទ្ធផលរំពឹងទុកនោះទី1គឺ
មានចំនួនសមស្របទី2គឺសរសេរសម្រួលយល់ទី3គឺបញ្ស៊ីជាមួយគោលដៅសិក្សារបស់ស្ថាប័ននិងបំណិនសិល្បៈទី21ទី4គឺជំរុញការប្រឈមនឹងសិស្សដែលអាចធ្វើបាននិងទី5បញ្ស៊ីជាមួយនឹងទ្រឹស្ដីឬក៏គោលការណ៍បង្រៀននិងរៀននឹងការជំរុញទឹកចិត្តរបស់សិស្សហើយសរុបមកវិញនេះគឺជា Bloom Taxonomy ដែលវាបែងចែកជា3សំណួរកម្រិតធំទី1គឺកម្រិតងាយគឺស្ថិតនៅក្នុង remembering understand ចំណុចទី2កម្រិតមធ្យមឬក៏ការគិតធម្មតាខ្ពស់ហ្នឹងគឺស្ថិតនៅក្នុង applying ហើយនិង analyzing និងចំណុចចុងក្រោយគឺស្ថិតនៅកម្រិតលំបាកឬក៏ការគិតកម្រិតខ្ពស់គឺស្ថិតនៅក្នុង evaluating និង create អញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងសូមជម្រាបលាលោកគ្រូ